ba video đồng bồn xã cầm lăng chương admin mình tây sân rụng lực ca vì cả nơi lính bao cả đó nè trong đằng thái dòng mạch đáy bà men ấy còn ba đây ta ngàyนี้ខ្ញុំនាំបងប្អូនទាំងអស់គ្នាមកទស្សនានៃការចែកពុតកីឡាថ្មីសម្រាប់បងប្អូនកីឡាករនីបាទមានអាវខោស្បែកជើងបាទស្រោមជើងហើយនឹងស្មងជើងការពារជង្គង់ផងដែរបាទបងប្អូនកីឡាករនីថ្ងៃនេះទទួលបានការអំណោយជាច្រើនបាទមានស្បែកជើងទៀតបងប្អូនបាទស្បែកជើងមានទាំងប្រេងកាឡាមានទាំងភេសជ្ជៈពូករីស្វេតបាទពីក្រុមហ៊ុនបាទពូករីស្វេតដែលបានផ្ដល់ជាបាទសម្ភារៈទាំងអស់សម្រាប់ការប្រកួតនៅថ្ងៃមុខការប្រកួតហ្នឹងគឺនៅថ្ងៃទី6បាទនៅថ្ងៃទី6នៅខាងមុខនេះបាទទីការប្រកួតពានរង្វាន់ Soccer League បាទដែលកីឡាករនៃវិទ្យាល័យប្រៃដំថ្នាំយើងនឹងចូលរួមប្រកួតនៅថ្ងៃទី6ខែ6បាទនៅទីក្រុងភ្នំពេញបាទសូមណែនាំម្ដងទៀតកីឡាករនីលេខ16នេះគឺកីឡាករនីប្រហុកជំនាញឯងបងប្អូនបាទលេខ16នេះបាទស្រស់ស្អាតប្រហុកជំនាញបាល់ក៏ចេះប៊ូលក៏ចេះច្រៀងក៏ចេះបាទហើយរៀនក៏ចេះទៀតនិយាយទៅប្រហុកជំនាញស្អីក៏ចេះដែរឲ្យតែផ្នែកកីឡានេះគឺជាកីឡាករនីលេខ10បាទឈ្មោះព្រំលីតាឥឡូវនេះគាត់បាទត្រេកអរមែនតើហើយត្រៀមបាទអាន់បបអាន់បបស៊ីងតែនវ៉ាវស្បែកជើងពណ៌ផ្កាឈូកទៀតបាទកីឡាករនីលេខ10ហ្នឹងគឺល្បឿនលឿនណាមិនចាញ់មេស៊ីប្រហែលទេហើយមាននឹងស្មងជើងបាទនេះហើយគឺជាក្តីសុខរបស់កីឡាករនីបាល់ទាត់បាទឲ្យតែបានផ្នែកមកគឺសប្បាយច្រើនក្តីសុខមែនតើនិយាយពីកីឡាករនីលេខ10ចាំមើលនៅចុងម៉ោងបន្តិចមានការប្រកួតបាទមិត្តភាពអញ្ចឹងចាំមើលកីឡាករនីលេខ10តើល្បឿននៃការរត់ប៉ុណ្ណានេះគឺជាកីឡាករនីលេខ14បាទក៏ជាកីឡាករនីល្អមួយរូបដែររៀនថ្នាក់ទី12បាទឈ្មោះគាត់គឺចាយាបាទចាយាហើយនៅបន្តិចទៀតនេះនឹងមានការប្រកួតបាទមិត្តភាពរវាងកីឡាករនីពាក់អាវពណ៌លឿងជាមួយនឹងកីឡាករនីពាក់អាវពណ៌ខៀវបាទចាប់ផ្ដើមប្រកួតហើយការប្រកួតនេះដែរគឺដើម្បីបង្ហាញបាទថ្វីជើងបាទសមត្ថភាពនៃការលេងដើម្បីឲ្យគណៈអធិបតីដែលគាត់បានចូលរួមបាទបានទស្សនាពីសមត្ថភាពរបស់កីឡាករនេះឥឡូវនេះក្រុមអាវលឿងកំពុងតែកម្ដៅសាច់ដុំបាទធ្វើការត្រេះបាល់បន្តិចសិនបាទត្រេះបាល់បាទទាត់បញ្ជូនឲ្យគ្នាទៅវិញទៅមកបាទហើយនេះគឺជាបាទលោកគ្រូជំនួយបាទហាត់កម្លាំងជើងរបស់គាត់ដែរគឺខានលេងបាល់យូរហើយបាទនៅតែកម្លាំងជើងល្អបាទទាត់ឥឡូវនេះការប្រកួតបានចាប់ផ្ដើមកែដំបូងចេញពីសុផាន់ម៉ៃបាទនៅក្រុមអាវលឿងបញ្ជាក់ក្រុមណាដែលទទួលបានជ័យជំនះនឹងទទួលបានរង្វាន់$100ឥឡូវបាល់បានបាទរត់ទៅហើយបាទបញ្ជូនមួយតាក់ដៃចាំទីហើយក៏បន្ថែមមួយជើងពីរុនរៈសីបាទរុនរៈសីបាទអាសីណាបាទគឺកីឡាករនេះដែលល្បឿនលឿនហើយល្អក្នុងការបាទញាក់បាទល្អរបស់គេបាទមួយជើងអបាញ់មិញហ្នឹងទទួលបាន$100ពីគណៈអធិបតីដែលបានចូលរួមទស្សនាបាទ$100ភ្លាមឥឡូវនេះក៏លេងបន្តទៅទៀតបាទកែបាល់បន្តិចបាល់ជាប់ដៃចាំទីបាទទាត់ចេញពីរ៉េតចន្ទរាបញ្ជូនឲ្យលេខ8កីឡាករនេះលេខ8ហ្នឹងក៏ជាកីឡាករនេះដែលលហ៊ូនស្វាហាប់ដែរណាបាទឈ្មោះគាត់គឺបាទសូជាតាលេខ8បាទមើលបច្ចេកទេសរបស់គាត់បាទគឺល្អអស់ទាញញាក់ខោស្អាតទៀតបាទគឺមិនធម្មតាទេឆ្នាំនេះកីឡាករនីនៅក្នុងវិទ្យាល័យប្រៃដំថ្នឹងបាទគឺមានសមត្ថភាពក្នុងការលេងបាល់បានល្អច្រើនបាទមើលទៅដៃជើងរបស់គាត់រឹងមាំណាបាទសមជាកីឡាករនីមែនណាបាទហើយអេដមីនសង្ឃឹមថានៅថ្ងៃខាងមុខថ្ងៃប្រកួតបាល់ទាត់នៅថ្ងៃទី6នៅក្នុងពានរង្វាន់ Soccer League សង្ឃឹមថាក្រុមវិទ្យាល័យប្រេមហ្នឹងនឹងទទួលបានជ័យជំនះកីឡាករនេះលេខ29បាទនីការៀងថយកម្លាំងបន្តិចបាទលេងឆាប់អស់បាទថយកម្លាំងឥឡូវហត់ហើយមកកាន់បកគោលទីហើយបាទកាន់បកគោលទីរៀងកំសត់អត់សូវបានរត់ទេហត់ឆាប់ហត់បាទឥឡូវកាន់បកគោលទីហើយបាទរៀងដូចអស់សង្ឃឹមបន្តិចបាទមិញគេដាក់ចូលមកក្របហើយនោះបាទរើបានមកក្របគេបានលុយបានឥឡូវទៅទៀតហើយបាទរត់
តោទស្សនាបន្តទៀតបាទមកក្របនេះគឺបញ្ជូនមួយបាទបាល់នេះគឺដាច់ហើយបាទពីរតនីកីឡាករនីបាទតូចជាងគេនៅក្នុងក្រុមប៉ុន្តែរៀនថ្នាក់ខ្ពស់ជាងគេបាទរតនីគឺថ្នាក់ទី12ឯងតែតូចជាងគេអូយបាទមកក្របនេះបាទប៊ីសបានមកក្របទៀតហើយបាទនិយាយពីលបឿនគឺលឿននៅខាងក្រុម IQ បាទកីឡាករនីគឺលបឿនទាំងលឿនបាទលេខ30បាទទាំងរតនីបាញ់មិញកីឡាករការនីដែលតូចច្រឡឹងជាងគេហ្នឹងបាទម្នាក់នេះគឺជាតិតាដែរដូចគ្នាបាទឈ្មោះជាតិតាដែរកីឡាករនីសុជាតិតាទើបរៀនថ្នាក់ទីបាទថ្នាក់ទី10ទេបាទថ្នាក់ទី10ទេបាទពាក់លេខ7បាទគាត់ fan Ronaldo ណាពាក់លេខ7បាទកន្លែងនេះគឺជាកន្លែងដែល admin និយាយដំបូងថាកីឡាករនេះដែលល្បឿនលឿនជាងគេបាទនេះបាទព្រំលីតាល្បឿនលឿនកីឡាករនេះបាទលេខ10នេះលឿនមែនទែនមករត់លឿនហើយទាញគេទៀតគាត់នឹកអស់សំណោចខ្លួនឯងមករត់ទាញគេបាទស្រុកសធរកដាលជាពិសេសនៅក្នុងវិទ្យាល័យព្រៃដំថ្នឹងហើយក៏បានមានកិត្តិយសជាមួយបងប្អូនដែលជាកីឡាករនីទាំងអស់ហើយតាមរយៈបងប្អូនទាំងអស់ហ្នឹងហើយដែលធ្វើឲ្យអគ្គនាយកក្រុមហ៊ុន MSH ចាប់អារម្មណ៍ដំថ្នឹងយើងនេះបើខ្ញុំមិនច្រឡំទេក្នុងរយៈពេលឆ្នាំនេះមានអ្នកស្គាល់ព្រៃដាំថ្នឹងបានមើលរូបភាពវិទ្យាល័យព្រៃដាំថ្នឹងនេះមិនក្រោម1លានអ្នកក្រោម1លានអ្នក2លាន view បើតែយើងមើល screen មនុស្សទៅមើលច្រើនដងច្រើនបាទគេមានបច្ចេកទេសគេត្រាក់ទៅប្រព័ន្ធទឹកស្អាតគាត់បានចែកសម្ភារៈច្រើនមែនទែនចឹងអាជីវកម្មរបស់គាត់មិនបំរើតែសម្រាប់បុគ្គលឬក្រុមហ៊ុនរបស់គាត់ទេបាទតែសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេសតែម្ដងនេះជាចំណុចដែលយើងកោតសរសើរទាំងអស់គ្នាហើយយើងខ្ញុំក៏មិនភ្លេចទេតាមរយៈថ្ងៃនេះដោយមាននាយកសាលាសនរ៉ែនដែលគាត់បានរៀបចំនេះហើយមែនទែនការយកទឹកដាក់មែនទែនពីរដ្ឋបាលស្រុកហើយរដ្ឋបាលស្រុកបងប្អូនស្គាល់គាត់ណាពីដើមនៅខាង